ព្រាមនឹងបានបញ្ជាឲ្យគេនឹងគឺដើរប្រមូលយកសាកសពខ្មោចស្លាប់ទាំង7ប្រភេទដែលមានស្លាប់ដោយចងកស្លាប់ដោយលងទឹកស្លាប់ដោយកបីវត្តជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺខ្ញុំនឹងនាំពុកម៉ែបងប្អូនមកមើលប្រាសាទមួយទៀតហើយក៏ប៉ុន្តែមិនមែនជាប្រាសាទដែលស្ថិតនៅក្នុងខេត្តសៀមរាបទេគឺជាប្រាសាទមួយដែលស្ថិតនៅក្នុងខេត្តតាកែវហើយខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនភាគច្រើនគឺតែងតែស្គាល់ឈ្មោះហើយក៏ប៉ុន្តែនៅមានពុកម៉ែបងប្អូនមួយចំនួនគឺអត់ដែលបានមកទស្សនាទេថ្ងៃនេះតើមើលមួយខ្ញុំទាំងអស់គ្នាហើយប្រាសាទនេះគឺឃើញថាខ្ញុំសួរអ្នកនៅហ្នឹងគឺគេថាថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺសម្បូរមនុស្សមកច្រើនអ្នកទាំងអស់គ្នាក៏ប៉ុន្តែថ្ងៃដែលខ្ញុំមកនេះគឺឃើញមានភ្ញៀវដែរឃើញមានភ្ញៀវមួយដែរអ្នកទាំងអស់គ្នាវាដោយសារតែយើងធ្វើដំណើរពីពេញមករៀងចិត្តដែរទេត្រឹម50-60គីឡូអីគឺយើងអាចធ្វើដំណើរមកដល់ហើយនិយាយទៅគឺយើងឡើងពីក្រោមមកលើភ្នំនេះក៏អត់សូវឆ្ងាយប្រហែលដែរឡើងដូចជាត្រឹម200កាំជាងឯណាគេយើងឡើងមកដល់មានប្រាសាទនៅហ្នឹងហើយប្រាសាទភ្នំជីសូនហ្នឹងឯងបងប្អូននេះនៅក្រៅខ្នងខ្ញុំនេះហើយប្រាសាទភ្នំជីសូននេះគឺកសាងឡើងនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1ហើយប្រាសាទភ្នំជីសូននេះគឺកសាងឡើងនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1ហ្នឹងគឺនៅកំឡុងឆ្នាំ1002ដល់ឆ្នាំ1050នៃគ្រិស្តសករាជកំឡុងហ្នឹងគឺជាកំឡុងរាជរបស់ព្រះអង្គគឺជាអ្នកដែលបាននាំយកពុទ្ធសាសនាចូលមកក្នុងប្រទេសកម្ពុជាយើងអាចនិយាយថាដំបូងគេដែលទ្រង់លើកដំកើងពុទ្ធសាសនាមហាយានតែក្នុងកំឡុងពេលឆ្នាំហ្នឹងក៏កំឡុងសម័យរបស់ទ្រង់ហ្នឹងក៏ទ្រង់អត់មានបោះចោលព្រហ្មញ្ញសាសនាដែរពីណាគេគោរពព្រហ្មញ្ញសាសនាក៏គោរពទៅហើយគ្រាន់តែទ្រង់គឺជាក្សត្រដែលបានលើកដំកើងពុទ្ធសាសនាអញ្ចឹងណាបងប្អូនតុំតាក្រោយសម័យបុត្ររបស់ទ្រង់ណាដែលព្រះបាទឧទ័យតច្ឆវរ្ម័នទី2សម័យរបស់ព្រះអង្គហ្នឹងគឺព្រះអង្គធ្វើការលុបបំបាត់គេហៅថាពុទ្ធសាសនាចោលនិយាយទៅវត្តអីហ្នឹងគឺប្រាសាទណាដែលមានតាំងពុទ្ធបដិមាអីហ្នឹងគឺទ្រង់ឲ្យគេវាយចោលឲ្យគេអីចឹងទៅដល់ពេលអញ្ចឹងគឺធ្វើឲ្យអ្នកដែលកាន់សាសនាពុទ្ធនិយមហ្នឹងគឺមួយចំនួនគឺអត់សុខចិត្តទេហើយធ្វើការលើកបះបោដូចជា3លើកបងប្អូននៅក្នុងរាជបុត្ររបស់ទ្រង់ហ្នឹងប្រាសាទភ្នំជីសូននេះគឺមានរឿងព្រេងទៀតបងប្អូនបើសិនជាទៀតខ្ញុំទៅរកកន្លែងអង្គុយស្រួលមួយខ្ញុំនឹងនិយាយរឿងព្រេងរបស់ប្រាសាទភ្នំជីសូននេះខ្ញុំធ្លាប់រៀនណាអ្នកខ្ញុំធ្លាប់រៀនកាលពីខ្ញុំនៅថ្នាក់ទី6ទី7អីខ្ញុំចាំហើយជាមួយតិចទៀតខ្ញុំនឹងនិយាយប្រាប់បងប្អូនខ្ញុំជឿថាបងប្អូនមួយចំនួនគាត់ជាធ្លាប់ស្គាល់ដែរហើយមូលហេតុដែលខ្ញុំចង់នាំពុកម៉ែបងប្អូនមកមើលប្រាសាទនេះគឺដោយសារតែខ្ញុំគិតថាប្រាសាទភ្នំជីសូននេះគឺមានលក្ខណៈស្តៀងជាមួយនឹងប្រាសាទព្រះវិហារបងប្អូនហើយព្រះបាទសូរ្យវរ្ម័នទី2ទ្រង់គឺជាអ្នកដែលបានកសាងប្រាសាទភ្នំជីសូននេះទ្រង់ក៏ជាស្ដេចដែលបានធ្វើការកសាងប្រាសាទព្រះវិហារដែរហើយជាមួយនឹងប្រាសាទវត្តភូហ្នឹងគឺនៅខាងប្រទេសឡាវបើខ្ញុំមានពេលបើខ្ញុំបានទៅលេងខ្ញុំនឹងថតឲ្យបងប្អូនមើលទៀតប្រាសាទវត្តភូហ្នឹងក៏ស្អាតដែរហើយប្រាសាទវត្តភូហ្នឹងគឺប្រៀបដូចជាគ្រាប់ពេជ្ររបស់គេចឹងបងប្អូនហើយចំពោះប្រាសាទភ្នំជីសូននេះគឺមានលក្ខណៈអាចថាវាមិនដូចបេះបិទទេតែក៏រចនាបថតែមួយដែរជាមួយនឹងប្រាសាទព្រះវិហារហើយជាមួយនឹងប្រាសាទវត្តភូហ្នឹងគេហៅថារចនាបថឃ្លាំងណាបងប្អូនតែហើយចំពោះប្រាសាទភ្នំជីសូននេះគឺយើងមើលទៅគឺកសាងឡើងពីថ្មបាយក្រៀមលាយជាមួយនឹងថ្មដេអិតណាបងប្អូនហើយគេសន្និដ្ឋានថាថ្មបាយក្រៀមនេះបងប្អូនថ្មបាយក្រៀមដែលនៅហ្នឹងគឺគេយកចេញពីខេត្តតាកែវនឹងឯងនៅយកចេញពីតាកែវនឹងហ្មងព្រោះថាកាលពីសម័យមុនហ្នឹងគឺសម័យអង្គរថ្មបាយក្រៀមប្រភេទថ្មហ្នឹងគឺគេរកឃើញនៅខេត្តច្រើនមានដូចជានៅខាងសៀមរាបក៏មាននៅតាកែវក៏មានហើយដូចជាមាននៅកំពង់ចាមទៀតក៏ប៉ុន្តែថ្មភក់សម្រាប់ថ្មភក់មួយគឺយើងឃើញមានតែនៅខេត្តសៀមរាបឯនៅខាងភ្នំកលែនណាបងប្អូនខ្ញុំស្ដាយកាលនោះគឺខ្ញុំទៅភ្នំកលែនម្ដងដែរក៏ប៉ុន្តែខ្ញុំអត់អាចទៅថតឲ្យបងប្អូនមើលបានដោយសារវាបែកផុកខ្លាំងពេកជិះម៉ូតូចូលអត់កើតអញ្ចឹងក៏អត់បានថតឲ្យបងប្អូនមើលកន្លែងដែលគេយកថ្មភក់ធំណាបងប្អូនមានសណាមដាប់មានអីទៀតក៏ប៉ុន្តែអរិយបើសិនខ្ញុំមានពេលខ្ញុំនឹងទៅមើលនាំពុកម៉ែបងប្អូនទៅមើលទៀតនៅប្រាសាទភ្នំជីសូននេះមិនមែនមានតែថ្មដេអិតជាមួយនឹងថ្មបាយក្រៀមទេណានៅមានថ្មពីរប្រភេទផ្សេងទៀតគឺប្រភេទថ្មភក់ជាមួយនឹងប្រភេទថ្មដាដែលប្រភេទថ្មដាហ្នឹងគឺជាប្រភេទថ្មដែលស្រួយបងប្អូនថ្មដាហ្នឹងគឺវាស្តៀងគ្នាជាមួយនឹងថ្មភក់ដែរគ្រាន់តែវាមានលក្ខណៈស្រួយជាងថ្មភក់មិនមែនជាអ្នកដែលពូកែខាងប្រវត្តិវិទ្យាឬមួយក៏អ្នកដែលពូកែស្ថាបត្យកម្មអីទៅសិក្សាស៊ីជម្រៅអីបងប្អូនខ្ញុំគ្រាន់តែជាភ្ញៀវទេសចរម្នាក់ហើយជាអ្នកដែលផលិតវីដេអូម្នាក់ដែលខ្ញុំមានចិត្តមួយចង់ផ្សព្វផ្សាយទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាអំពីអ្វីដែលខ្មែរយើងមានណាព្រោះពេលខ្លះបើសិនជាយើងអត់ផ្សព្វផ្សាយយូរទៅវានឹងអាចបាត់បង់ហើយវាមិនតែយើងក៏ដឹងថាយើងមានរបស់ទាំងអស់ហ្នឹងណាអញ្ចឹងទៅគឺខ្ញុំចេះតែដើរថតឲ្យអ្នកនរគ្នាមើលទៅបងប្អូនអូយថ្ងៃនេះមេឃបើកថ្ងៃក្តៅចែងចាំងល្អអ្នកនរគ្នាទៅខ្ញុំថ្ងៃនេះគឺខ្ញុំមកខ្ញុំមានពាក់ស្បៃអ្នកនរគ្នាដើម្បីការពារកុំឲ្យវាក្តៅវាចាំងត្រូវមុខយើងអូយវាអានេះឌិកនេរីអាកាសចរខេបងប្អូនអរគ្នាឥឡូវខ្ញុំមករកកន្លែងស្រួលអង្គុយដោយសារខ្ញុំឃើញ background នេះស្អាតដែរអញ្ចឹងទៅគឺខ្ញុំនឹងយកកន្លែងហ្នឹងដើម្បីអង្គុយនិយាយពីរឿងព្រេងពាក់ព័ន្ធជាមួយនឹងប្រាសាទភ្នំជីសូននេះប្រាប់ទៅកាន់ពុកម៉ែបងប្អូនអរគ្នាប៉ុន្តែមុនពេលចូលសាច់រឿងគឺខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនពាក់ព័ន្ធជាមួយនឹងស្បែកដែលខ្ញុំពាក់នេះបងប្អូនគឺខ្ញុំដើរប្រាសាទគឺខ្ញុំពាក់នេះទៅមានអារម្មណ៍ថាវាជួយបាំងថ្ងៃឲ្យយើងហើយនេះគឺជា collection ថ្មីមួយរបស់កូនខ្មែរយើងណាបងប្អូនដែលគឺខ្ញុំស្រឡាញ់ខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងការ design ណានិយាយទៅចំពោះផ្កាដែលគាត់ design នៅលើ scarf មួយហ្នឹងបើសិនជាអ្នកអត់ចាប់អារម្មណ៍គឺមើលដឹងទេតែបើសិនជាអ្នកដឹងគឺ
គឺបងប្អូនសង្កេតទៅមើលទេវតាចុះជាប្រចាំឆ្នាំណាគឺទ្រង់តែងតែមានផ្កាមួយសៀតនៅកន្លែងតិចរបស់ទ្រង់ផ្កានីមួយៗដែលទ្រង់សៀតនៅតិចហ្នឹងគឺជាផ្កាដែលមាននៅលើ design scarf របស់គាត់នឹងឯងបងប្អូនពាក់ព័ន្ធជាមួយនឹង design នឹងបានគាត់ហ្នឹងគឺដូរជារៀងរាល់ឆ្នាំហ្មងឆ្នាំហ្នឹងអាចមាន design បែបអញ្ចឹងឆ្នាំក្រោយគឺគាត់ដូរ design ហើយអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់បានគឺអាចតាក់ទងទៅកាន់ page ដែលខ្ញុំដាក់នៅខាងក្រោមហ្នឹងបានគឺ page រូបថតបងប្អូនជាប្រភេទសាច់សរុបណាអូខេពេលអញ្ចឹងពាក់ទៅមានអារម្មណ៍ថាវាអត់កឹកសក់យើងខេឥឡូវគឺខ្ញុំនឹងចាប់ផ្ដើមនិយាយពាក់ព័ន្ធជាមួយនឹងរឿងព្រេងរបស់ខ្មែរយើងកាលពីដើមឡើយហ្នឹងគឺមានព្រះរាជាមួយអង្គដែលមាននាមថាសូរិយទេវស័ក្តិព្រះសោយរាជនៅក្នុងនគរមួយនៅក្នុងប្រទេសខ្មែរយើងណានៅពេលដែលទ្រង់បានសោយរាជហ្នឹងគឺទ្រង់បានកសាងព្រះរាជនិវេសដែលគេហៅថារាជដំណាក់និយាយចំទៅគឺនៅលើភ្នំមួយដែលនៅជិតរាជដំណាក់ហ្នឹងគឺមានបឹងមួយដែលគេឲ្យឈ្មោះថាទន្លេអោមនៅខាងកើតព្រះរាជដំណាក់ហ្នឹងហើយរាជដំណាក់ហ្នឹងគឺអាចជារាជដំណាក់ដែលនៅលើភ្នំជីសូរសប្តាហ៍ថ្ងៃហ្នឹងទ្រង់កសាងរាជដំណាក់ហ្នឹងហើយគឺទ្រង់បានធ្វើពិធីមួយដើម្បីចូលរួមក្នុងការអបអរសាទរការសោយរាជហើយជាមួយនឹងការកសាងរាជដំណាក់របស់ទ្រង់អញ្ចឹងទៅពេលហ្នឹងទ្រង់ក៏បានអញ្ជើញមន្ត្រីមានព្រាហ្មណ៍ប្រោហិតអីចាស់ព្រឹទ្ធាចារ្យអីចូលរួមកម្មវិធីមួយហ្នឹងហើយនៅពេលចូលរួមហ្នឹងគឺមន្ត្រីចាស់ព្រឹទ្ធាចារ្យអីហ្នឹងគេពីគេមានពរសម្រាប់ជូនពរទៅដល់ស្ដេចអញ្ចឹងណាប៉ុន្តែមានព្រាហ្មណ៍ម្នាក់ដែលថ្វាយពរគឺប្លែកខុសពីគេហ្មងហើយដែលមានតែម្នាក់នឹងទេដែលព្រាហ្មណ៍ហ្នឹងបានថ្វាយពរឲ្យព្រះអង្គថាសូមឲ្យមានកម្លាំងដូចសមោចសូមឲ្យមានរិទ្ធដូចខ្មោចសូមឲ្យមានចិត្តមុតដូចមនុស្សស្រីហើយនៅពេលនោះព្រះរាជាគូខំក្រោតខ្លាំងមែនទែនដែលទ្រង់គាត់ថាមិនគួរណាព្រាហ្មណ៍ហ៊ាននិយាយពាក្យនឹងដាក់ទ្រង់រៀបនឹងយកព្រាហ្មណ៍នឹងទៅស្លាប់ហើយក៏ព្រាហ្មណ៍នឹងនិយាយថាព្រះអង្គកុំតន់ស្លាប់ខ្ញុំម្ចាស់អីចឹងទៅចាំឲ្យខ្ញុំម្ចាស់ធ្វើការពិសោធន៍ពន្យល់ទៅលើពាក្យពរដែលខ្លួនឯងបានជូនពរទៅស្ដេចនឹងពេលនឹងដែរចំពោះពរទី1ដែលគាត់បានថ្វាយព្រះរាជាថាសូមឲ្យមានកម្លាំងដូចសមោចហ្នឹងគឺពេលហ្នឹងទៅព្រាហ្មណ៍បានបញ្ជាឲ្យគេយកដែកមួយដែលមានទំហំប៉ុនខ្លួនមនុស្សហើយឲ្យមនុស្សហ្នឹងលីហើយពេលហ្នឹងគឺមនុស្សហ្នឹងលីអត់រួចទេដល់ពេលអញ្ចឹងទៅបន្ទាប់ពីហ្នឹងព្រាហ្មណ៍ក៏បានជាឲ្យគេគេថាកាត់មកជុលមួយដែលមានរាងប៉ិនសមោចហើយប្រវែងប៉ិនសមោចហើយយកទៅប្រឡាក់ជាមួយនឹងទឹកឃ្មុំនៅពេលហ្នឹងក៏មានសមោចមួយវាហៅមកលីកូនមកជុលដែលប៉ិនខ្លួនសមោចហ្នឹងរួចដល់ពេលអញ្ចឹងទៅការពិសោធន៍លើកទី1ហ្នឹងត្រូវបានបញ្ចប់ចូលមកដល់ពរទី2វិញដែលព្រាហ្មណ៍បាននិយាយថាសូមឲ្យមានរិទ្ធដូចខ្មោចពេលហ្នឹងព្រាហ្មណ៍ហ្នឹងបានបញ្ជាឲ្យគេហ្នឹងគឺដើរប្រមូលយកសាកសពខ្មោចស្លាប់ទាំង7ប្រភេទដែលមានស្លាប់ដោយចងកស្លាប់ដោយលងទឹកស្លាប់ដោយកបិវត្តស្លាប់ដោយពស់ចឹកស្លាប់ដោយសម្រាលកូនស្លាប់ដែលគេលួចកាប់ស្លាប់ដោយផ្ទះបាញ់អីជាដើមគឺយកទៅកប់នៅកន្លែងមួយហើយយកផ្តិលដែលធ្វើអំពីប្រាក់ល្អហ្នឹងគឺយកទៅដាក់ចន្លោះក្បាលរបស់ខ្មោចទាំងអស់ហ្នឹងហើយក៏បានបញ្ជាឲ្យគេហ្នឹងគឺយកប្រភេទពែគ្រប់ប្រភេទដែលមានដូចជាពែរូតពែជើងត្រំពែហុំពែចំោះជ្រូកអីហ្នឹងណាពែប្រភេទពែបងប្អូនអ្នកគ្នាប្រកាសជាស្គាល់ហើយទៅដាក់នៅចន្លោះខ្មោចទាំងអស់ហ្នឹងទៀតបន្ថែមពីហ្នឹងគឺមានបាយសមានបាយក្រហមហើយជាមួយនឹងក្បាលជ្រូកយកទៅសែនជាមួយដែរពេលដែលគម្រប់7ថ្ងៃគឺព្រាហ្មណ៍ហ្នឹងបានបញ្ជាឲ្យអាមាត្យណាដែលចង់បានផ្តិលប្រាក់ល្អទាំងអស់ហ្នឹងគឺទៅកាយយកពីកន្លែងសាកសពហ្នឹងមកហើយពេលហ្នឹងគឺអត់មានអាមាត្យណាដែលក្លាហានហ៊ានទៅកាយភ្នោខ្មោចយកផ្តិលប្រាក់ទាំងអស់ហ្នឹងទេដល់ពេលអញ្ចឹងទៅគឺព្រះរាជាស្ដាប់ចប់គឺចាប់ផ្ដើមមានអារម្មណ៍មួយដែលថាព្រាហ្មណ៍ហ្នឹងកំពុងតែសរសើរទ្រង់ហើយឥឡូវយើងចូលមកដល់ពរទី3ទៀតដែលទ្រង់និយាយថាសូមឲ្យមានមុំចិត្តមុតដូចមនុស្សស្រីគឺពេលហ្នឹងព្រាហ្មណ៍បានបញ្ជាឲ្យបរិះកំសត់ម្នាក់ដែលគឺជាបរិះក្រីក្រអញ្ចឹងទៅហើយយកមកដល់គឺប្រាប់ទៅកាន់បរិះហ្នឹងថាបើសិនជាបរិះហ្នឹងហ៊ានសម្លាប់ប្រពន្ធរបស់ខ្លួនក្នុងរយៈពេល3ថ្ងៃទៀតហ្នឹងថាបរិជានឹងផ្ដាល់មាសពេជ្រកែវកងឲ្យបរិះហ្នឹងហើយតែងតាំងបរិះហ្នឹងធ្វើជាមន្ត្រីធំអីក្នុងរាជវាំងមានយស័ក្តិមានអីយ៉ាងទៀតគាត់ចុះឡើងទៅក៏បានតបទៅកាន់ព្រាហ្មណ៍ជាមួយនឹងបរិជានឹងវិញថាខ្លួនឯងគាត់អាចលើកដៃទៅស្លាប់ប្រពន្ធខ្លួនឯងបានទេពេលអញ្ចឹងទៅបរិជាក៏អនុញ្ញាតឲ្យបរិះហ្នឹងត្រឡប់ទៅផ្ទះវិញទៅថ្ងៃបន្ទាប់ព្រាហ្មណ៍ហ្នឹងក៏បានហៅប្រពន្ធរបស់បរិះហ្នឹងមកនិយាយម្ដងពេលហ្នឹងព្រាហ្មណ៍ហ្នឹងគឺបាននិយាយថាបើសិនជាប្រពន្ធហ្នឹងព្រមសម្លាប់ប្តីរបស់ខ្លួនឯងក្នុងរយៈពេល3ថ្ងៃទៀតហ្នឹងព្រាហ្មណ៍ហ្នឹងគឺនឹងសន្យាថាលើកប្រពន្ធហ្នឹងប្រពន្ធរបស់បរិះកំសត់ហ្នឹងធ្វើជាប្រពន្ធរបស់ខ្លួនពេញសិទ្ធហើយពេញយុះហើយបកគលទ្រព្យសម្បត្តិមាសពេជ្រកែវកងមានតម្លៃអីឲ្យប្រពន្ធនឹងទៀតប្រពន្ធរបស់បរិះកំសត់ហ្នឹងក៏ត្រឡប់ទៅផ្ទះវិញហើយស្អែកឡើងក៏បានចូលមកកស្ដាច់ជាមួយនឹងព្រាហ្មណ៍នឹងវិញហើយក៏បានប្រាប់ទៅកាន់ព្រាហ្មណ៍នឹងថាខ្លួនឯងព្រមស្លាប់ប្តីរបស់ខ្លួនឯងហើយព្រោះដោយសារតែបើសិនជាប្តីហ្នឹងគឺ
ក្រខ្សត់អញ្ចឹងខ្លួនឯងអត់ដឹងទៅពឹងពីណាគេទៀតទេអញ្ចឹងទៅព្រាហ្មណ៍ហ្នឹងក៏ងាកទឹកសម្លឹងទៅកាន់ព្រះរាជាហើយគឺបាននិយាយថាទាំងអស់នឹងហើយគឺជាពរដែលខ្ញុំម្ចាស់បានថ្វាយទៅកាន់ទ្រង់អីចឹងទៅហើយពេលហ្នឹងព្រះរាជាហ្នឹងគឺដឹងគុណព្រាហ្មណ៍ហ្នឹងទៅជាចាត់ទុកព្រាហ្មណ៍ហ្នឹងគឺជាអ្នកដែលមានប្រាជ្ញាមានប្រាជ្ញាទាំងប្រទានពរទៅតាមការចង់បានរបស់ព្រាហ្មណ៍ហ្នឹងហើយព្រាហ្មណ៍ហ្នឹងពេលហ្នឹងគឺសូមឲ្យព្រះរាជាហ្នឹងកសាងអាស្រមសម្រាប់ព្រាហ្មណ៍គ្រប់រូបដើម្បីស្នាក់នៅលើភ្នំហ្នឹងហើយព្រះរាជាក៏បានធ្វើតាមព្រាហ្មណ៍ហ្នឹងចឹងទៅហើយរឿងហ្នឹងក៏បញ្ចប់ទៅដែលជារឿងគេថាប្រេងពាក់ព័ន្ធជាមួយនឹងប្រាសាទភ្នំជីសូនេះឯងបងប្អូនអូខេអញ្ចឹងខ្ញុំអត់មានអីនិយាយទៀតទេខ្ញុំខំថាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូមួយហ្នឹងក៏ដូចជាទទួលបានចំណេះដឹងខ្លះៗពីវីដេអូបើសិនជាអ្នកនរគ្នាចង់បាន scarf ដែលខ្ញុំកំពុងពាក់នេះគឺអាចឆាតតាក់ទងទៅកាន់ page រូបថតនេះបានអញ្ចឹងខ្ញុំអត់មានអីនិយាយទៀតទេពុកម៉ែបងប្អូនចាំជួបគ្នានៅក្នុងវីដេអូក្រោយបាយបាយ